ជាដំបូងខ្ញុំព្រះករណាខ្ញុំបាទសូមក្រាបថ្វាយបង្គំព្រះថេរានុថេរគ្រប់ព្រះអង្គនឹងធ្វើការរាប់អានចំពោះប្រិមិត្តដែលចូលចិត្តតាមដានការអត្ថាធិប្បាយរបស់ខ្ញុំអំពីជីវប្រវត្តិអ្នកប្រាជ្ញខ្មែរយើងពីសម័យដើមនៅក្នុងគណៈពេលនេះខ្ញុំសូមធ្វើការអត្ថាធិប្បាយជីវប្រវត្តិរបស់លោកនួនជាលោកនួនជាកើតនៅថ្ងៃទី7ខែកក្កដាឆ្នាំ1926ស្ថិតនៅក្នុងភូមិវត្តគោឃុំវត្តគោស្រុកសង្កែខេត្តបាត់ដំបងជីវិតនិងការសិក្សារបស់លោកនួនជាបានចូលរៀនថ្នាក់វិទ្យាល័យនិងចូលរៀនច្បាប់នៅទីក្រុងបាងកកនៅទីនោះហើយដែលនួនជាបានចូលរួមក្នុងបកកុម្មុយនីសសៀមជីវិតនិងការប្រឡូកចូលក្នុងនយោបាយរបស់លោកនៅពេលដែលត្រឡប់មកប្រទេសកម្ពុជាវិញនៅក្នុងឆ្នាំ1950លោកនួនជាបានចូលរួមនៅក្នុងបកកុម្មុយនីសនៅក្នុងស្រុកហើយនៅក្នុងឆ្នាំ1960លោកនួនជាគឺជាមេដឹកនាំជាន់ខ្ពស់មួយរូបនៃរបបកម្ពុជាប្រជាធិបតេយ្យហើយលោកកាន់តំណែងសំខាន់រួមមានតំណែងជាប្រធានសភាប្រជាជននិងនាយករដ្ឋមន្ត្រីស្ដីទីលោកនួនជាសមាជិកទី2ដែលមានអំណាចបំផុតក្នុងរបបកម្ពុជាប្រជាធិបតេយ្យបន្ទាប់ពីប៉ុលពតមានការជឿជាក់ថាលោកនួនជាធ្លាប់ទទួលបន្ទុកគ្រប់គ្រងលើមន្ទីរសន្តិសុខរបស់កម្ពុជាប្រជាធិបតេយ្យរាប់ទាំងមន្ទីរស21នៅទួលស្លែងក្រោយពីមរណភាពរបស់ប៉ុលពតនៅក្នុងឆ្នាំ1998លោកនួនជាអ្នកចាប់ផ្ដើមពិភាក្សាជាមួយសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនដែលជាអ្នកបញ្ចុះបញ្ចូលឲ្យនួនជាចាកចេញពីខ្មែរក្រហមជីវិតនឹងការជាប់ចោទជាបទអូក្រិដ្ឋដែលចោទប្រកាន់នៅឯអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាលោកនួនជាត្រូវបានចោទប្រកាន់ពីបទអូក្រិដ្ឋអន្តរជាតិធ្ងន់ធ្ងរដែលក្នុងនោះរួមមានអំពើប្រល័យពូជសាសន៍អូក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិមនុស្សឃាតការធ្វើទរណកម្មការដាក់ឃុំឃាំងការធ្វើទុកបុកម្នេញការសម្លាប់បំផុតពូជការនិរទេសនិងការជំលះប្រជាជនទាំងបង្ខំការដាក់ជាទេសកលនិងអំពើមនុស្សធម៌ដទៃទៀតព្រមទាំងឧក្រិដ្ឋកម្មសង្គ្រាមការសម្លាប់ដោយចេតនាការធ្វើទរណកម្មការប្រព្រឹត្តអមនុស្សធម៌ការបង្កើតសោកនាដកម្មដ៏ធ្ងន់ធ្ងរឬការធ្វើឲ្យឈឺចាប់ខ្លាំងដោយចេតនាដល់រូបរាងកាយនិងសុខភាពការដកហូតចេតនានុសិទ្ធិទទួលបានការជំនុំជម្រះក្តីដោយយុត្តិធម៌ការនិរទេសឬជំលះដោយបង្ខំឬការបង្ខាំងជនស៊ីវិលដោយខុសច្បាប់លោកនួនជាត្រូវបានចោទប្រកាន់ថែមទៀតអំពីបទមនុស្សឃាតដោយចេតនាការធ្វើទារុណកម្មនិងធ្វើទុកបុកម្នេញលើសាសនាក្រោមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងឆ្នាំ1956ជីវិតនិងការទទួលទោសរបស់លោកនួនជាត្រូវបានចាប់ខ្លួននៅក្នុងឆ្នាំ2007ហើយត្រូវបានដាក់ឃុំខ្លួនជាបណ្ដោះអាសន្នចាប់តាំងពីពេលនោះមកជាចុងក្រោយក៏សូមធ្វើការអរគុណចំពោះបងប្អូនខ្មែរយើងដែលមានភក្ដីភាពចំពោះទឹកដីក៏ដូចជាប្រវត្តិសាស្ត្រហើយក៏សូមអរគុណដល់បងប្អូនដែលមានភក្ដីភាពចំពោះវីដេអូរបស់ខ្ញុំដូច្នេះហើយសូមបងប្អូនជួយចុច like subscribe និង share ម្នាក់មួយដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយរបស់យើងបានស្ដាប់បានយល់អំពីប្រវត្តិសាស្ត្រនិងទឹកដីរបស់យើងទាំងអស់គ្នាសូមអរគុណ